Namato Ratanatayasa Knyom Prakarana So Namasaka Krapwai Bangkum Jumpuh Praput Prathor Nang Prasang Chiti Grum Sakara Dok Pung Kpuh Bomphon បន្ទាប់អំពីបទនមស្ការដ៏សក្ខេបបែបខ្លីនេះទៅខ្ញុំប្រកាសអាត្មាភាពនឹងលើកយកនៅព្រះសិទ្ធត្ថមកសម្ដែងបន្តហើយព្រះសិទ្ធត្ថដែលតម្រូវមកលើអាត្មាភាពសម្ដែងបន្តនៅក្នុងឱកាសនេះគឺសម្ដែងអំពីអរិយមគ្គអង្គទី2តពីការសម្ដែងកាលពីគ្រាមុនអរិយមគ្គអង្គទី2នេះគឺព្រះដ៏មានពភៈជាម្ចាស់បរមសាស្តានៃយើងព្រះអង្គលោកសម្ដែងថាសម្មាសង្កប្បៈប្រែមកថាសេចក្តីត្រេះរិះត្រូវសេចក្តីត្រេះរិះត្រូវដែលមាននៅក្នុងសម្មាសង្កប្បៈនេះគឺលោកផ្ដោតទៅលើសកម្មភាពដែលកើតឡើងតាមរយៈផ្លូវចិត្តគឺការត្រេះរិះពិចារណាដែលប្រើនៅមនោទ្វាររបស់ខ្លួនឯងញោមញាតិពុទ្ធបរិស័ទទាំងឡាយជាការពិតណាស់បុគ្គលយើងគ្រប់គ្នានៅក្នុងការអប់រំចិត្តរបស់ខ្លួនគឺជាទង្វើមួយដែលធ្វើបានដោយពិបាកយើងអប់រំអ្នកដតីទូលមានព្រានបដៅអ្នកដតីវាគឺជាការងាយស្រួលបំផុតប៉ុន្តែការពិចារណាត្រេះរិះដើម្បីអប់រំខ្លួនឯងវាមិនមែនជារឿងងាយស្រួលនោះទេរមែងធ្វើបានដោយពិបាកហើយការអប់រំចិត្តឬក៏ការណែនាំខ្លួនឯងឲ្យឆ្ពោះទៅរកការត្រេះរិះដ៏ត្រឹមត្រូវនេះគឺជាដំណើរមួយដ៏ល្អប្រពៃហើយក៏ជាមជ្ឈមបដិបទាផងដែរនៅក្នុងការអប់រំចិត្តដែលពាក់ព័ន្ធទៅនឹងការត្រេះរិះត្រឹមត្រូវនេះគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមសាស្តានៃយើងព្រះអង្គលោកសម្ដែងបង្ហាញលាតត្រដាងឲ្យយើងទាំងអស់គ្នាចេះយល់និងចេះត្រេះរិះពិចារណាការចេះយល់ចេះត្រេះរិះពិចារណានៅក្នុងទីនេះគឺលោកផ្ដោតទៅលើការត្រេះរិះពិចារណាដែលប្រកបទៅដោយអង្គទាំងឡាយ3ប្រការអង្គទាំងឡាយ3ប្រការគឺតកតងជាមួយនេក្ខមៈតកតងជាមួយនឹងអព្យាបាទៈនិងតកតងជាមួយនឹងអវិហិង្សាតកតងជាមួយនឹងអវិហិង្សាទាំង3ហ្នឹងគឺជាការត្រេះរិះដ៏ត្រឹមត្រូវទី1លោកឲ្យឈ្មោះថានេក្ខមៈសង្កប្បៈការត្រេះរិះនៅក្នុងការចេញចាកការត្រេះរិះដើម្បីរលាស់ខ្លួនចេញអំពីកាមគុណយើងគួរគិតពិចារណានៅក្នុងសតិរបស់ខ្លួនយ៉ាងម៉េចដែលពិចារណាទៅឃើញថាសកម្មភាពគ្រប់បែបយ៉ាងដែលយើងធ្វើដែលយើងគិតនឹងឯងគឺគោលបំណងដើម្បីគេចឲ្យផុតអំពីកាមគុណដើម្បីចេញបួសដើម្បីចាកចោលនៅទុក្ខទោសផ្នែកខាងសេចក្តីប្រាថ្នានៅក្នុងលោកហើយរលាស់ខ្លួនចោលគឺធ្វើជីវិតឲ្យរស់នៅក្នុងលក្ខណៈស្មើនៅក្នុងលក្ខណៈមួយដែលកម្ចាត់បងនៅសេចក្តីប្រាថ្នាតកតងនឹងកាមគុណហ្នឹងគឺជាអង្គទី1នៃការត្រេះរិះត្រូវទី2គឺអព្យាបាទៈសង្កប្បៈការត្រេះរិះពិចារណាប្រើសតិនិងសម្បជញ្ញៈរបស់ខ្លួនដែលមិនមានការបៀតបៀនចំពោះបុគ្គលដទៃមិនមានការបៀតបៀនចំពោះខ្លួនឯងមិនមានការបៀតបៀនគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ការគិតពិចារណា
នៅក្នុងផ្នែកនៃការមិនព្យាបាលចំពោះបុគ្គលនឹងគឺជាការត្រេះរិះនៅក្នុងផ្នែកនៃអង្គទី2ហើយទី3គឺអវិហង្សាសង្កបៈអវិហង្សាសង្កបៈហ្នឹងគឺការត្រេះរិះពិចារណាប្រកបទៅដោយអហិង្សាអហិង្សាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងមេត្តាធម៌មានន័យថាកាលបើបុគ្គលមានមេត្តាជាប់នៅក្នុងខណ្ឌសន្តានហើយសេចក្តីអាណិតអាសូរសេចក្តីស្រឡាញ់រាប់អានចំពោះសពសត្វនិកចំពោះមិត្តភក្តិចំពោះអ្នកនៅជុំវិញហ្នឹងគឺវាប្រព្រឹត្តទៅប្រកបដោយសេចក្តីរលូនអញ្ចឹងហិង្សាគឺមិនកើតមានទៀតទេវាប្រកបជាកើតធម៌អវិហិង្សាហ្នឹងកើតឡើងប្រកបដោយអព្យាស្រ័យរបស់យើងដែលជាអ្នកគោរពបដិបត្តិធម៌ហ្នឹងឯងចំណុចទាំង3ប្រការនេះមាននេក្ខមៈមានអព្យាបាទៈមានអវិហិង្សាគឺជាការត្រេះរិះដ៏ត្រឹមត្រូវដែលប្រកបទៅដោយសម្មាសង្កបៈហ្នឹងឯងហ្នឹងគឺជាចំណុចអត្ថាធិប្បាយលើគោលនៃអរិយមគ្គអង្គទី2ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គលោកសម្ដែងដែលជាផ្លូវបដិបត្តិជាមជ្ឈមបដិបត្តិពោលចឹងការអត្ថាធិប្បាយបកស្រាយដែលពាក់ព័ន្ធទៅនឹងអរិយមគ្គអង្គទី2មកប៉ុណ្ណេះនេះសង្ឃឹមថាញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកស្ដាប់អាចយល់បានគ្រប់គ្នាដូច្នេះពធទេសនាដែលអង្គខ្ញុំបកករណាអាត្មាភាពលើកយកមកសម្ដែងលាតត្រដាងបង្ហាញដោយសេចក្តីសង្ខេបមកប៉ុណ្ណេះនេះក៏សន្មតថានឹងចប់តែប៉ុណ្ណេះឯងសូមអនុមោទនា